មាន comment មួយខ្ញុំឃើញគាត់ថាថ្នាំដែលប្រើប្រាស់យូរហើយហួសកម្រិតអាចប៉ះពាល់ដល់ថ្លើមហើយនឹងទម្រង់នោម comment មួយនេះគឺធ្វើឲ្យបងប្អូនជាច្រើនគឺគាត់យល់ច្រឡំហើយភាគច្រើនគឺអត់ហ៊ានប្រើថ្នាំទាំងដែលខ្លួនឯងត្រូវការថ្នាំcomment នេះខ្ញុំសូមយកស្របពាក្យកណ្ដាលដោយសារតែការប្រើប្រាស់ថ្នាំហួសកម្រិតពិតជាអាចធ្វើឲ្យប៉ះពាល់ដល់ថ្លើមហើយនឹងទម្រង់នោមប៉ុន្តែការប្រើប្រាស់ថ្នាំយូរអាចប៉ះពាល់ដល់ថ្លើមនិងតម្រងនោមក៏មានលក្ខខណ្ឌខ្លះគឺអត់ប៉ះពាល់ដល់ថ្លើមហើយនិងតម្រងនោមដែរបងប្អូនត្រូវយល់ថាអញ្ចឹងការដែលយើងប្រើថ្នាំគឺយើងប្រើនៅក្នុងគោលបំណងដើម្បីព្យាបាលជំងឺរ៉ាំរ៉ៃណាមួយឬក៏ព្យាបាលជំងឺអីមួយដែលគាត់មានអញ្ចឹងនៅពេលដែលគ្រូពេទ្យជ្រើសរើសថ្នាំណាក៏ត្រូវតែទៅចោលនៅថ្លើមឬក៏តម្រងនោមដែរបើមិនបោះនៅថ្លើមគឺទៅបោះនៅតម្រងនោមហើយអញ្ចឹងចង់គឺវាត្រូវប្រើសរីរាង្គពីរហ្នឹងដើម្បីបញ្ចេញចោលថ្នាំឬក៏មេតាបូលីកថ្នាំហើយអញ្ចឹងសួរថាជារួយអត់គឺជាអត់រួយទេតែប្រសិនបើយើងប្រើប្រាស់នៅក្នុងកម្រិតត្រឹមត្រូវគឺយើងអាចឲ្យតម្រងនោមហើយនឹងថ្លើមរបស់យើងនឹងវាមានសុវត្ថិភាពបានតែក្នុងករណីខ្លះទៀតដែលតម្រងនោមរបស់យើងអន់ថ្លើមរបស់យើងអន់មិនមែនបានន័យថាយើងប្រើថ្នាំអីអត់បានទេប្រើបានប៉ុន្តែកម្រិតរបស់ថ្នាំគេនឹង adjust ឬក៏គេនឹងប្រែប្រួលទៅតាមនឹងឧទាហរណ៍អ្នកដែលគាត់មានតម្រងនោមពេញលេញធម្មតា GFR គាត់90 100ប្រើប្រាស់កម្រិត500ឬក៏កម្រិត1000អីចឹងណាប៉ុន្តែអ្នកដែលគាត់ GFR ឬក៏កម្រិតច្រោះតម្រងនោមគាត់ក្រោម50ឬក៏ក្រោម20ក្រោម15អីចឹងអាហ្នឹងគេប្រែប្រួលកម្រិតថ្នាំរបស់គាត់នឹងអាចចុះមក250អាចចុះមក500អីតាមនឹងទៅតាមប្រភេទនៃថ្នាំអញ្ចឹងការប្រើប្រាស់ថ្នាំអ្វីដែលសំខាន់បងប្អូនត្រូវកុំខ្លាចប៉ុន្តែបងប្អូនត្រូវខ្លាចនៅការប្រើប្រាស់ថ្នាំដែលអត់មានវិជ្ជាបញ្ជារបស់គ្រូពេទ្យហើយអត់មានការតាមដានពីគ្រូពេទ្យកាលណាបងបានតាមដានជាមួយគ្រូពេទ្យនៅពេលដែលមានបញ្ហាគឺគ្រូពេទ្យអាច detect បានគឺគ្រូពេទ្យអាចដោះស្រាយបានហើយគ្រូពេទ្យអាចរកមធ្យោបាយផ្សេងៗដើម្បីផ្លាស់ប្ដូរបានប្រសិនបើបងប្អូនប្រើតគ្នាឬក៏ប្រើដល់អត់មានវិជ្ជាបញ្ជាប្រើដល់អត់មានការតាមដានអានឹងចង់វាមានផលប៉ះពាល់អីណាមួយឯតិចឬក៏ច្រើនចឹងដែលយើងភ័យខ្លាំងពេកយើងភ័យតគ្នាអត់ហ៊ានទាំងលេបថ្នាំអ្នកខ្លះគាត់ទាំងនោមផ្អែមលើឈាមក៏អត់ហ៊ានលេបថ្នាំទេអាហ្នឹងដែលធ្វើឲ្យគ្រូពេទ្យភ័យវិញដោយសារតែផលប៉ះពាល់ពីថ្នាំដែលគាត់ខ្លាចហ្នឹងវាអត់ដល់ផលប៉ះពាល់ដែលគាត់អាចនឹងទទួលបានដោយសារជំងឺប្រចាំកាយរបស់គាត់ទេអញ្ចឹងបានការសម្រេចចិត្តរបស់អ្នកជំងឺគឺសំខាន់មែនទែន